របៀបធ្វើឲ្យខ្លួនឯងកាន់តែមានតម្លៃជាងមុនពេលដែលយើងចាប់ផ្ដើមក្លាយជាមនុស្សម្នាក់ដែលចេះដាក់ព្រំដែនឲ្យខ្លួនឯងឬមួយក៏ក្លាយទៅជាមនុស្សម្នាក់ដែលចេះកំណត់គោលដៅឲ្យខ្លួនឯងឬមួយក៏ក្លាយជាមនុស្សស្រីម្នាក់ដែលដឹងថាអ្វីគួរធ្វើអ្វីមិនគួរធ្វើអ្វីដែលគួរឆ្លើយតបនិងអ្វីដែលគួរបដិសេធហើយអ្វីដែលគួរតែយកមកដាក់ចូលទៅក្នុងការគិតរបស់ខ្លួនឯងឬមួយក៏ប្រឡែងចោលមានន័យថារឿងខ្លះណាយើងអត់ចាំបាច់តែត្រូវតែយកមកដាក់ចូលក្នុងខ្លួនយើងក៏ដូចជាយកមកអង្គុយគិតគេងគិតទេដោយសារតែរឿងខ្លះវាអត់មានបានផ្ដល់ផលប្រយោជន៍អីដល់ថ្ងៃអនាគតរបស់យើងក៏ដូចជាថ្ងៃបច្ចុប្បន្ននៃការរបស់យើងឯងវាមានតែបំផ្លាញដល់យើងទៅវិញទេអញ្ចឹងយើងអត់មានហេតុផលអីដែលត្រូវមកអង្គុយគិតទៅលើរឿងដែលអត់ប្រយោជន៍សម្រាប់យើងទេហើយព្យាយាមធ្វើអីដែលអាចតាក់ទងឲ្យធ្វើមិនឲ្យផ្លូវចិត្តខ្លួនឯងងាយស្រួលធ្វើមិនឲ្យគិតថាការដែលដើរមួយនឹងគឺវាប្រកបដោយផាសុកភាពឬមួយក៏ការដែលធ្វើរឿងអ្វីមួយគឺវាប្រកបទៅដោយការគិតមុននឹងគូមិនមែនធ្វើទាំងមិនដឹងទិសដៅឬមួយក៏ធ្វើទាំងដែលមិនខ្វល់ថាពេលដែលធ្វើឲ្យលទ្ធផលចេញមកបែបណាហើយសម្លឹងមើលគ្រប់ជ្រុងកុំមើលតែមួយជ្រុងតូចធម្មតាយើងធ្វើរឿងអីមួយក៏ដោយគឺយើងត្រូវតែមើលឲ្យបានគ្រប់ជ្រុងជ្រោយពេលខ្លះយើងអាចនឹងចំណាយពេលនៅក្នុងការមើលបន្តិចតែសួរថាលទ្ធផលចេញមកអាចនឹងល្អប្រសើរជាងពេលដែលយើងធ្វើហើយយើងអត់មានមើលឲ្យបានគ្រប់ជ្រុងជ្រោយអត់ប្រកបណាស់លទ្ធផលចេញមកគឺប្រកបជាខុសគ្នារវាងអ្នកដែលបានគិតមកចត់ល្អិតល្អន់មើលគ្រប់ជ្រុងជ្រោយជាមួយនឹងលទ្ធផលអ្នកដែលមើលឃើញតែមួយជ្រុងតូចលទ្ធផលចេញមកប្រកបជាខុសគ្នា180ដឺក្រេដោយសារតែធម្មតាធ្វើអីក៏ដោយឆ្លងកាត់ការគិតហើយវិភាគហើយនឹងពិចារណាហើយទៅធ្វើនោះលទ្ធផលចេញមកក៏នឹងទទួលបានលទ្ធផលល្អជាងការដែលធ្វើហើយមិនគិតដែរអញ្ចឹងវីដេអូនេះសរុបរួមជាខ្លីមកខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាផ្ដល់តម្លៃឲ្យខ្លួនឯងដោយយកខ្លួនឯងជាធំហើយព្យាយាមធ្វើអ្វីមួយគឺគិតមុននឹងធ្វើហើយសម្លឹងមើលភាពដែលចាំបាច់ឬមួយក៏ភាពដែលលេចធ្លោឬមួយក៏ភាពដែលប្រសើរឡើងឲ្យបានគ្រប់ជ្រុងជ្រោយកុំមើលតែបញ្ហាគឺមើលឱកាសផងដែរព្រោះអីរាល់គ្រប់បញ្ហាទាំងអស់អាចនឹងមានជ្រៀតនៅក្នុងឱកាសចូលទៅក្នុងនឹងដូចគ្នាអញ្ចឹងបើសិនជាយើងចេះក្តាប់យកឱកាសនៅក្នុងបញ្ហាគឺវាជារឿងមួយដែលល្អបំផុតតែសួរថាត្រូវធ្វើបែបណានោះហើយយើងត្រូវរៀនបន្ថែមពីការមើលពីការដែលចេះវិភាគឬមួយក៏សម្លឹងមើលឲ្យបានគ្រប់ជ្រុងអានឹងយើងចាប់ផ្ដើមអាប់ដេតខ្លួនឯងទៅយូរទៅយើងនឹងអាចរៀនមើលដោយខ្លួនឯងបានហើយផ្ដើមចេញពីការឲ្យតម្លៃខ្លួនឯងមុនអ្នកនឹងអាចរកឃើញចន្លោះទាំងអស់នឹងផ្សេងទៅតាមនឹងដូចគ្នាអរគុណហើយវីដេអូមួយហ្នឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាល្អក៏យកទុកហើយក៏ជួយ share បន្តហើយក៏ជួយ follow for more ផងដើម្បីទទួលបានការចែករំលែក